ដល់សេចក្តីប្រកាសរបស់វិទ្យាល័យពេលដែលខ្ញុំទៅផ្លូវនេះបានហើយគឺបានចរាចរណ៍វាបានកាត់បន្ថយមួយចំណែកខ្ញុំខ្ញុំសូមជាថ្មីម្ដងទៀតជួបមុខឲ្យប្រជាពលរដ្ឋទាំងអស់សូមអរគុណម្ដងតែដល់គូសេអាបានជួយសំខាន់រិទ្ធអាបានខាងសែនជ័យហើយនឹងក្រុមការងារទាំងអស់ដែលបានធ្វើហើយបោះផ្លូវផ្លូវយើងនេះបានជោគជ័យហើយទើបជាសូមអរគុណដល់ចាស់លោកចាស់3-14នេះបានចូលរួមយ៉ាងប្រកបប្រាំចូលរួមសិក្សាអាស្រមចូលរួមការបោះស្រាយផលប៉ះពាល់នៃការផ្លូវនេះដែលបានជួយឲ្យយើងបានជោគជ័យបានសូមអរគុណច្រើនមករៀបចំតែនេះបានឃុំរីឲ្យធំអញ្ចឹងយើងសង្ឃឹមថារោងចក្រ3ឥឡូវយើងធ្វើរួច2ឯងមិនសមអីនៅសល់នេះមួយទៀតដើម្បីបើកផ្លូវនេះឲ្យធំមែនទេ